បាទជាដំបូងខ្ញុំសូមជម្រាបសួរដល់សិក្ខាកាមនៅក្នុងកម្មវិធីទាំងអស់បាទសម្រាប់ខ្ញុំបាទគឺមករៀនវគ្គបណ្ដុះបណ្ដាលសិក្ខាសាលារៀបចំផ្នត់គំនិតឲ្យជីវិតពេញលេញបរិបូរណ៍រយៈពេល3ថ្ងៃនេះគឺខ្ញុំមានចំណាប់អារម្មណ៍3ដែលខ្ញុំត្រូវការលើកឡើងទី1គឺខ្ញុំផ្ដោតទៅលើពេលវេលាអញ្ចឹងខ្ញុំគិតថាពេលវេលាគឺសំខាន់ដែលខ្ញុំបានសិក្សានេះគឺខ្ញុំនឹងយល់ដឹងអំពីពេលវេលាដែលយើងត្រូវធ្វើយ៉ាងម៉េចឲ្យពេលវេលានឹងស័ក្តិសមឲ្យពេលវេលាដែលល្អដែលយើងធ្វើទៅនឹងឲ្យត្រូវនឹងពេលវេលាប្រចាំថ្ងៃរបស់យើងទី2គឺមករៀនសិក្សាពាក្យបណ្ដុះបណ្ដាលនេះគឺយើងនឹងដឹងអំពីខ្លួនឯងថាតើខ្លួនឯងនេះឈរនៅកន្លែងណាកំពុងតែធ្វើអីទី3នេះគឺយើងដឹងច្បាស់អំពីគោលបំណងដែលយើងគិតហើយនឹងភាពភ័យខ្លាចគឺវាមានបែងចែកជាច្រើននៅក្នុងរៀនដែលលោកគ្រូបានបង្រៀនខ្ញុំសូមថ្លែងអំណរអគុណទៅដល់លោកអុកញ៉ាសាស្ត្រាចារ្យបណ្ឌិតសាំងអៀបក៏សូមអរគុណគណៈចាត់តាំងកម្មវិធីនិងសូមអរគុណទៅដល់សិក្ខាកាមទាំងអស់ដែលបានមកចូលរួមនៅក្នុងកម្មវិធីនេះបាទជាចុងក្រោយក៏សូមថ្លែងអំណរអគុណទៅដល់លោកសាស្ត្រាចារ្យបណ្ឌិតចននេះដែលគាត់បានបង្ហាត់បង្ហាញបង្រៀនរយៈពេល3ថ្ងៃនេះគឺមានតម្លៃបំផុតក៏សូមជូនពរលោកគ្រូឲ្យមានសុខភាពល្អសំណាងល្អបាទសូមអរគុណ